Trongតែមួយវីដេអូខ្ញុំអាចរកលេខបានចំនួន$118.49នៅក្នុង YouTube Short ដែលប្រើប្រាស់ជាមួយនឹងវីដេអូយកមកពី TikTok អូខេអ្នកគ្នាអញ្ចឹងសម្រាប់វីដេអូមួយនេះគឺផ្ទុះខ្លាំងមែនទែនអ្នកគ្នាគឺត្រឹមតែមួយវីដេអូទេគឺយើងទទួលបានអ្នកមើលរហូតដល់ 6k view ហើយតាក់ទងជាមួយនឹង Lloyd ដូចគ្នាយើងឃើញហើយបាទគឺបានរហូតដល់$118ជាងគឺមានត្រឹមតែមួយវីដេអូទេគឺយើងអាចរកបានរហូតដល់$100សួស្ដីអ្នកគ្នានៅក្នុងវីដេអូនេះខ្ញុំមកធ្វើការប្រាប់អ្នកនរគ្នាអំពីរបៀបនៃការឲ្យលុយចេញពី YouTube Short ដោយប្រើប្រាស់ជាមួយនឹងវីដេអូយកមកពី TikTok អញ្ចឹងអ្នកគ្នាប្រកាសจะដឹងហើយប្រកាសជាស្គាល់បាទថា TikTok គឺជា platform មួយដែលមានវីដេអូច្រើនមែនទែនដែលគ្នាយើងមើលរាល់ថ្ងៃហ្នឹងណាអញ្ចឹងខ្ញុំជឿជាក់ថាមានគ្នាយើងច្រើនមែនទែនដែលគាត់ចង់យកវីដេអូមកពី TikTok ហ្នឹងយកវាមកកាត់ដើម្បីផុសចូលទៅកាន់ YouTube តែត្រែងបើយើងយកវីដេអូមកពី TikTok យកមកផុសទៅក្នុង YouTube Short ផ្ទាល់ហ្មងគឺវានឹងជាប់ copyright ឬមួយក៏ review content អញ្ចឹងដើម្បីជៀសវាងជាមួយបញ្ហាតាក់ទងជាមួយនឹង copyright ឬមួយក៏ review content ហ្នឹងគឺគ្នាយើងត្រូវតែការកាត់តវាអញ្ចឹងសម្រាប់ការកាត់តដើម្បីឲ្យដាច់ copyright គឺយើងត្រូវមានវិធីដើម្បីកាត់ណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមកធ្វើការប្រាប់គ្នាយើងអំពីរបៀបនៃការបង្កើតរបៀបនៃការរកវីដេអូក៏ដូចជារបៀបនៃការកាត់តដើម្បីឲ្យដាច់ copyright ដើម្បីយើងអាចយកផុសចូលទៅក្នុង YouTube Short របស់យើងបានអូខេអញ្ចឹងប្រកាសជាអ្នកនរគ្នាចង់ដឹងថាវីដេអូដែលខ្ញុំកាត់ឬមួយក៏វីដេអូដែលខ្ញុំធ្វើហ្នឹងជាប្រភេទវីដេអូអីអញ្ចឹងណាអូខេអ្នកគ្នាអញ្ចឹងខ្ញុំបង្នាំអ្នកគ្នាទៅមើល channel ដែល channel ហ្នឹងគឺគាត់យកវីដេអូមកពី TikTok គឺគាត់យកវាមកកាត់ហើយផុសចូលទៅក្នុង YouTube Short របស់គាត់គឺមាន view រាប់លាន view អ្នកគ្នាហើយគាត់អាចរកលុយបានច្រើនមែនទែនអញ្ចឹង channel របស់គាត់នេះគឺធំមែនទែនអ្នកគ្នាគឺមានអ្នក subscriber រហូតដល់1.51M បាទគឺ1លាន subscribe ចាស់ស្រាញ channel របស់គាត់មួយហ្នឹងគឺគាត់យកវីដេអូមកពី TikTok គាត់យកមកកាត់ហើយគាត់ផុសចូលទៅក្នុង YouTube Short របស់គាត់គឺអ្នកគ្នាឃើញបាទគឺមានអ្នក subscriber រហូតដល់1លាន subscribe អញ្ចឹងតើតើជាមួយនឹង view នៅក្នុង channel របស់គាត់ដូចគ្នាយើងឃើញបាទគឺច្រើនខ្លាំងមែនទែនអញ្ចឹងដូចគ្នាយើងឃើញវីដេអូនេះបាទវីដេអូខាងលើនេះគឺមានអ្នកមើលរហូតដល់ 138M វីដេអូនេះ 119M 115M គឺថា view ច្រើនមែនទែនអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងបាទវីដេអូដែលគាត់កាត់នេះគឺជាប្រភេទវីដេអូដែលគាត់យកមកពី platform TikTok អូខេអ្នកគ្នាអញ្ចឹងអ្នកគ្នាអាចមើលជាមួយនឹង description channel របស់គាត់បានអញ្ចឹង channel របស់គាត់ដូចអ្នកគ្នាឃើញបាទគឺគាត់បង្កើតនៅឆ្នាំ2021ហើយតទៅជាមួយនឹង view សរុបគឺប៉ុណ្ណេះបាទគឺច្រើនលានមែនទែនអូខេអ្នកគ្នាអញ្ចឹងខ្ញុំឲ្យអ្នកគ្នាមើល channel មួយទៀតបាទដែល channel របស់គាត់នេះមានឈ្មោះថា Krasi នេះតែតទៅជាមួយនឹង subscriber របស់គាត់គឺមាន 93k អូខេអ្នកគ្នានេះគឺជាវីដេអូនៅក្នុង channel របស់គាត់ណាគឺមាន view ច្រើនគួរសមមែនទែនអ្នកគ្នាអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំមកធ្វើការប្រាប់គ្នាយើងតទៅជាមួយនឹងការបង្កើតវីដេអូបែបហ្នឹងសម្រាប់គ្នាយើងដែលគាត់ចង់ឲ្យលុយតាមរយៈ YouTube Short ដែលយើងអត់ចាំបាច់ប្រើជាមួយនឹងវីដេអូផ្ទាល់ខ្លួនទេអ្នកគ្នាគ្រាន់តែការ scroll TikTok ទៅហើយអ្នកគ្នាឃើញវីដេអូដែលអ្នកគ្នាពេញចិត្តអ្នកគ្នាយកមកកាត់ចូលទៅក្នុង YouTube Short របស់អ្នកគ្នាបានហើយនៅពេលដែលគ្នាយើងយកវីដេអូមកពី TikTok ចឹងអ្នកគ្នាប្រកាសជាបារម្ភតាក់ទងជាមួយនឹងបញ្ហា copyright ចឹងសម្រាប់គ្នាដែលគាត់ចង់កាត់វីដេអូបែបហ្នឹងអ្នកគ្នាកុំភ្លេចតាមដានវីដេអូមួយហ្នឹងឲ្យដល់ចប់ទៅអ្នកគ្នានឹងដឹងតាក់ទងជាមួយនឹងការកាត់តាក់ទងជាមួយនឹងការកុំឲ្យវីដេអូយើងជាប់ជាមួយនឹង review content ឬមួយក៏បញ្ហា copyright អូខេអញ្ចឹងមុនចូលទៅដល់វីដេអូរបស់ខ្ញុំសម្រាប់គ្នាដែលគាត់មកថ្មីកុំភ្លេចតែការជួយ like ហើយ subscribe ដល់រូបសញ្ញាកណ្ដឹង channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីចេញពី channel របស់ខ្ញុំជាពិសេសសម្រាប់គ្នាដែលគាត់ចិត្តរលួយតាមរយៈ YouTube ណាអ្នកគ្នាកុំភ្លេចតែការជួយ subscribe ខ្ញុំមួយផងដែល channel ខ្ញុំមួយនេះគឺខ្ញុំនឹងផ្ដោតសំខាន់តាក់ទងជាមួយនឹង YouTube អញ្ចឹងគ្នាដែលគាត់ចិត្តរលួយតាមរយៈ YouTube អ្នកគ្នាកុំភ្លេចតែការជួយ subscribe ខ្ញុំហើយបើរូបសញ្ញាកណ្ដឹងម្នាក់មួយផងអញ្ចឹងដើម្បីធ្វើវីដេអូបែបហ្នឹងបានខ្ញុំនឹងប្រាប់អ្នកគ្នានៅ3វិធីដើម្បីធ្វើការបង្កើតអញ្ចឹងវិធីទី1នេះគឺយើងត្រូវធ្វើការស្វែងរកវីដេអូវិធីទី2សរសេរ script និងវិធីទី3គឺការកាត់តវីដេអូអញ្ចឹងតាក់ទងជាមួយនឹងវិធីទី1គឺការស្វែងរកវីដេអូអញ្ចឹងសម្រាប់វីដេអូគ្នាយើងប្រកាសជាដឹងហើយបាទគឺយើងធ្វើវីដេអូដែលយើងយកវីដេអូមកពី TikTok អញ្ចឹងគឺយើងត្រូវការចូលទៅកាន់ TikTok មកដែលអ្នកនរគ្នាប្រើរាល់ថ្ងៃហ្នឹងអូខេឥឡូវយើងត្រូវការចូលទៅកាន់ TikTok អ្នកនរគ្នាអូខេអ្នកនរគ្នាឥឡូវយើងត្រូវការចូលមកដល់ TikTok ហើយបន្តមកទៀតអ្នកនរគ្នាត្រូវការស្វែងរកវីដេអូដែលគ្នាយើងចង់យកមកកាត់ណាអញ្ចឹងសម្រាប់វីដេអូដែលគ្នាយើងអាចយកមកកាត់បានយើងកាត់វីដេអូបែបណាក៏បានដែរឲ្យតែវីដេអូហ្នឹងមើលទៅវាតំណងឲ្យតាក់ទាញអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំរីកមិនគ្នាយើងយកវីដេអូតាក់ទងមួយវីដេអូបរទេសមកឬមកវីដេអូបែបលក្ខណៈ funny កំ pl អញ្ចឹងណាអញ្ចឹងសម្រាប់វីដេអូនៅលើ screen នេះគឺយើងយកកាត់ទេបាទយើងយកទៅវាណាគេយក copyright បាទវីដេអូលើនេះបាទចឹងដើម្បីធ្វើការស្វែងរកវីដេអូដែលគេចង់យកមកកាត់បានគឺយើងអាចធ្វើការចូលកន្លែងគេដាក់ថា explore អញ្ចឹងគេចូលកន្លែង explore មកគឺវាមានវីដេអូច្រើនវីដេអូដែលល្បីវីដេអូដែលផ្ទួណាវីដេអូដែល viral អញ្ចឹងគេធ្វើការចូលស្វែងរកវីដេអូកន្លែងហ្នឹងមកអញ្ចឹងកន្លែងហ្នឹងគឺមានវីដេអូច្រើនគេដាក់ថា comedy បែបលក្ខណៈកំ pl មានដូចជា sport មានដូចជា anime មានអីចឹងណាអញ្ចឹងយើងយកវីដេអូបែបលក្ខណៈអញ្ចឹងឬមួយក៏អ្នកគ្នាចូលកន្លែង search យើង search វីដេអូដែលយើងចង់យកមកកាត់ហ្មងមកអូខេឥឡូវទីហោខ្ញុំ search ថា dog sale owner អញ្ចឹងនៅពេលយើង search មកគឺមានវីដេអូច្រើនអញ្ចឹងវីដេអូទាំងអស់ហ្នឹងយើងអាចយកមកប្រើការបានហើយយើងអាចយកវាមកកាត់តចូលវីដេអូយើងបានអញ្ចឹងណាអូខេអ្នកគ្នាឥឡូវខ្ញុំបានធ្វើការស្វែងរកវីដេអូដែលខ្ញុំចង់យកវាមកកាត់បានហើយបាទអូខេនេះវីដេអូដែលខ្ញុំស្វែងរកឃើញណាឃើញថាវីដេអូហ្នឹងវាតំណងអ្នកគ្នាយើងអាចធ្វើការ play មើលមកអូខេអញ្ចឹងយើងឃើញមាននារីម្នាក់អីគាត់កំពុងតែចាក់ទឹកអីចឹងណាហើយឃើញថាមានបរិយាម្នាក់អីគាត់មកជួយអញ្ចឹងណាអូខេអ្នកគ្នាអញ្ចឹងដើម្បីធ្វើការ download វីដេអូចេញពី TikTok ហ្នឹងបានគឺអ្នកគ្នាអាចកន្លែងមើលខាងស្ដាំបាយគេដាក់ថា copy link អញ្ចឹងយើង copy link វីដេអូហ្នឹងមកបន្តមកទៀតអ្នកគ្នាធ្វើការចូលទៅកាន់ website មួយដែលមានឈ្មោះថា TikTok download ហ្នឹងវាយ TikTok download មកនេះយើងចូលទៅកាន់ website ឈ្មោះថា Snaptic នេះយើងចូលទៅលើ website ហ្នឹងមកដើម្បីធ្វើការ download វីដេអូផងយើងអញ្ចឹងអ្នកគ្នាធ្វើការ copy link វីដេអូហ្នឹងមក
ហើយបន្តមកទៀតយើងចូលទៅកាន់ website យើងទៅការ pass link ចូលយើង pass link ហ្នឹងមកហើយចុចពាក្យថា download ហើយបន្តមកទៀតយើងយកពាក្យថា download វីដេអូអូខេឥឡូវវាបានធ្វើការ download ហើយអូខេអ្នកគ្នាអញ្ចឹងបន្តពីយើងមានវីដេអូហើយចូលដល់វិធីទី2តាក់ទងជាមួយនឹងការសរសេរ script អញ្ចឹងសម្រាប់ការសរសេរ script នៅក្នុងវីដេអូនេះខ្ញុំសូម recommend គឺយើងសរសេរដោយផ្ទាល់ដៃណាយើងអត់ចាំបាច់ប្រើជាមួយ ChatGPT ទេឬមកក៏យើងអត់ចាំបាច់ប្រើជាមួយនឹង AI ទេមែនតើសម្រាប់វីដេអូបែបហ្នឹងគឺយើងអាចប្រើ AI ជំនួយដើម្បីឲ្យវាបង្កើត script របស់យើងបានក៏ប៉ុន្តែនៅពេលដែលយើងប្រើ AI វីដេអូយើងហ្នឹងគឺវាមើលទៅលក្ខណៈថាបែបល្អអត់ខ្ចោះពេកណាឬមួយក៏បែបលក្ខណៈ professional ពេកអញ្ចឹងយើងអត់ត្រូវការបែបអញ្ចឹងដែលយើងធ្វើវីដេអូបែបលក្ខណៈ real ណាមួយវីដេអូហ្នឹងវាខ្លីទេយើងអាចធ្វើការសរសេរខ្លួនឯងបានអញ្ចឹងណាអូខេអ្នកគ្នាអញ្ចឹងអ្នកគ្នាធ្វើការបើកជាមួយ Notepad មកអ្នកគ្នាធ្វើការបើក Note មកដើម្បីធ្វើការសរសេរហើយមួយទៀតអ្នកគ្នាធ្វើការបើកជាមួយវីដេអូយើងដែរដើម្បីយើងធ្វើការ play វីដេអូហ្នឹងហើយបន្តមកទៀតយើងធ្វើការសរសេរនៅសកម្មភាពនៅក្នុងវីដេអូហ្នឹងអញ្ចឹងណាអូខេអ្នកគ្នាអញ្ចឹងអ្នកគ្នាបើកវីដេអូហ្នឹងទៅអ្នកគ្នាឃើញវីដេអូហ្នឹងគាត់មានសកម្មភាពអីហើយយើងគឺយើងសរសេរតាមសកម្មភាពមួយហ្នឹងហើយអ្នកគ្នាអញ្ចឹងវីដេអូហ្នឹងគឺថាអញ្ចឹងបើថាប្រពន្ធរបស់គាត់អញ្ចឹងណាគាត់កំពុងតែចាក់ទឹកលាងអង្គអញ្ចឹងទៅឲ្យប្តីគាត់មកជួយអញ្ចឹងទៅអញ្ចឹងនៅតែការសរសេរនេះយើងសរសេរកន្លែងហ្នឹងមកយើងសរសេរ script បែបជាអក្សរខ្មែរបែបហ្នឹងមកអូខេឥឡូវខ្ញុំបានធ្វើការសរសេរ script ហើយបាទខ្ញុំដាក់ថានេះអញ្ចឹងអ្នកនេះអាចទៅការមើលបានបាទខ្ញុំដាក់ថាស្ត្រីម្នាក់នេះកំពុងចាក់ទឹកចេញពីឆ្នាំងហើយបន្ទាប់ពីនាងធ្វើការលាងអង្គរួចព្រាមនោះក៏ប្តីរបស់នាងចេញមកហើយដោយគាត់មានចិត្តចង់ជួយនាងហើយមើលចុះគាត់ពិតជាប្តីដ៏ល្អពិតមែនតើនឹងមានរឿងអ្វីកើតឡើងបន្ទាប់បាទគឺយើងសរសេរបែបអញ្ចឹងមកអញ្ចឹងអ្នកនេះធ្វើការ download វីដេអូពី TikTok យើងមើលវីដេអូណាតំណងលេងមកហើយយើងធ្វើការសរសេរជាមួយនឹង script សម្រាប់វីដេអូហ្នឹងនិយាយទៅជាមួយការសរសេរ script ជាអក្សរខ្មែរនេះគឺខ្ញុំគិតថាមានបងប្អូនយើងច្រើនតែគាត់ពិបាកសរសេរជាភាសាអង់គ្លេសណាខ្ញុំធ្វើការសរសេរជាអក្សរខ្មែរឲ្យហើយទៅហើយចាំយកវាទៅបកទៅជាភាសាអង់គ្លេសអូខេអញ្ចឹងដល់ពេលដែលយើងមានជាអក្សរខ្មែរបែបហ្នឹងហើយយើងត្រូវធ្វើការ copy អក្សរហ្នឹងដើម្បីធ្វើការបកវាទៅជាភាសាអង់គ្លេសចឹងដើម្បីធ្វើបានអ្នកនេះធ្វើការ copy អក្សរខ្មែរហ្នឹងអស់មកហើយបន្តមកទៀតយើងត្រូវចូលទៅកាន់ Google អ្នកនេះ search វាថា Google Translate ហើយកន្លែងនេះយើងយកអក្សរខ្មែរទៅជាអក្សរអង់គ្លេសអញ្ចឹងយើងធ្វើការផាសជាមួយអក្សរខ្មែរយើងមកអញ្ចឹងយើងនឹងទទួលបានអក្សរអង់គ្លេសនេះយើងអាចយកអក្សរអង់គ្លេសហ្នឹងប្រើការបានយើងអាច copy មកនេះអូខេអញ្ចឹងដល់ពេលដែលយើងបានអក្សរអង់គ្លេសបែបហ្នឹងហើយចូលដល់វិធីបន្ទាប់គឺយើងត្រូវយកអក្សរដែលយើងបានសរសេរហ្នឹងយើងយកវាទៅបង្កើតជាសំឡេងដើម្បីដាក់ចូលទៅកាន់វីដេអូផងយើងអញ្ចឹងដើម្បីធ្វើការបង្កើតសំឡេងបានអ្នកគេចូលទៅកាន់ website មួយដែលមានឈ្មោះថា Eleven Lab អូខេដល់នេះឥឡូវយើងទៅការចូលមកដល់ website Eleven Lab ហ្នឹងហើយដែលជា website មួយដែលយើងអាចធ្វើការបង្កើតសំឡេងសម្រាប់វីដេអូផងយើងបានអញ្ចឹងតើតើជាមួយនឹងការបង្កើតសំឡេងដែលយើងអាចប្រើជាមួយនឹង Google AI Studio បានហើយវាយល់ទៅបើដូចតែគ្នាទេយើងអាចបង្កើតសំឡេងបានដូចគ្នាអញ្ចឹងអូខេអញ្ចឹងដល់ពេលដែលយើងចូលមកដល់ website ហ្នឹងហើយយើងធ្វើការផាសជាមួយនឹងអក្សរដែលយើងបាន copy ហ្នឹងមិនមកហើយបន្តមកទៀតយើងត្រូវតែការជ្រើសរើសតួអង្គអញ្ចឹងយើងអាចធ្វើការកន្លែងខាងស្ដាំហើយយើងយកពាក្យ voice មកយើងអាចទៅរកតួអង្គសំឡេងដែលយើងចង់បានអញ្ចឹងយើងអាចធ្វើការ play ស្ដាប់សំឡេងមួយទៅ Life isn't about finding the thing always happens that you really believe it. Life isn't about finding yourself. The thing always happens that you really believe it. អូខេដល់យើងអាចធ្វើការយកសំឡេងខាងលើនេះបានបន្តមកទៀតអ្នកនេះយកពាក្យថា generate speak This woman was pouring water from a pond after she finished washing the rice. ហើយបន្តមកទៀតគឺយើងចុចទៅលើពាក្យថា download អូខេអ្នកនេះអញ្ចឹងដល់ពេលដែលយើងមានសំឡេងសម្រាប់ដាក់ចូលទៅកាន់វីដេអូយើងហើយចូលដល់វិធីបន្ទាប់វិធីទី3គឺតកតងជាមួយនឹងការកាត់តវីដេអូអញ្ចឹងសម្រាប់ការកាត់តវីដេអូគឺយើងប្រកាសជាដឹងហើយបានគឺយើងប្រើជាមួយកម្មវិធី CapCut ដើម្បីកាត់តណាអូខេមើលវិញទៀតសម្រាប់គ្នាដែលគាត់កាត់តនៅលើកម្មវិធី CapCut ណាហើយ CapCut របស់គាត់ជាប់ Pro អញ្ចឹងសម្រាប់គ្នាដែលគាត់ចង់បាន CapCut Pro អ្នកគ្នាទៅការតាក់ទងខ្ញុំតាមរយៈ Telegram បានហើយសម្រាប់តម្លៃគឺបន្តិចតួចទេអ្នកគ្នាគ្រាន់តែការចំណាយតិចតួចអ្នកគ្នាទទួលបាន CapCut Pro យកមកប្រើការបានហើយសម្រាប់ CapCut Pro គឺវាមានលក្ខណៈពិសេសច្រើនមែនទែនគឺយើងអាច export មកវាអត់ជាប់ logo ហើយសម្រាប់មុខងារ Pro នៅក្នុងហ្នឹងគឺយើងអាចប្រើបានទាំងអស់ហ្មងអូខេឥឡូវយើងចូលទៅកាន់វីដេអូយើងវិញអញ្ចឹងនៅពេលដែលយើងចូលមកដល់កម្មវិធី CapCut ហើយជំនាញបន្ទាប់គឺគ្នាត្រូវតែការ export វីដេអូដែលយើងបានធ្វើការ download នឹងចូលបន្តមកទៀតគឺយើងធ្វើការកន្លែងមកខាងស្ដាំម៉ៃគេដាក់ពេលថា Red Show យើងយក916មកវាតម្រងរបស់ YouTube Short ណាហើយកន្លែងវីដេអូនេះយើងអាចធ្វើការប្រិយវាឲ្យពេញ screen វីដេអូយើងអូខេហើយគ្នាយើងអាចធ្វើការចុចមកស្ដាំលើវាមួយយើងយកពាក្យថា extract audio នេះយើងយក extract audio មកចូលបាន select វីដេអូហ្នឹងហើយអូខេអញ្ចឹងនៅពេលដែលយើងធ្វើបែបហ្នឹងហើយបន្តមកទៀតគឺយើងត្រូវការកាត់ជាមួយវីដេអូហ្នឹងអញ្ចឹងអូខេអញ្ចឹងវីដេអូហ្នឹងដល់គេអាចធ្វើការកាត់ក្បាលទៅចោលមកនេះយើងអាចចុចទៅលើវាមកយើងធ្វើការកាត់ក្បាលទៅចោលសិនមកហើយបន្តមកទៀតយើងធ្វើការកាត់កន្លែងណាដែលអត់សំខាន់យើងធ្វើការកាត់ចោលអញ្ចឹងណាឡើយខ្ញុំធ្វើការកាត់ដែរសិនអ្នកគ្នាអូខេអ្នកគ្នាហើយមួយទៀតតើតងជាមួយនឹងសលេងហើយយើងអាចធ្វើការកាត់វាបន្ថែមមកយើងធ្វើការដាក់សលេងហ្នឹងឲ្យវាត្រូវជាមួយវីដេអូយើងអញ្ចឹងណាអូខេអ្នកគ្នាហើយតើតងជាមួយនឹងការកាត់តវីដេអូបែបហ្នឹងសម្រាប់ការកាត់ដែលយើងចង់ឲ្យ copyright ល្អគឺវីដេអូហ្នឹងគឺអ្នកគ្នាត្រូវធ្វើការប្រិយព្រមឬមួយក៏យើងត្រូវធ្វើការ add ជាមួយ animation បន្ថែមណាបើថាយើងត្រូវខ្ញុំកែវីដេអូហ្នឹងកុំឲ្យវាទៅជាទម្រង់វីដេអូដើមអញ្ចឹងយើងអូខេឥឡូវដូចវីដេអូនេះបាទយើងអាចធ្វើការនេះយើងអាចធ្វើការប្រិយវាធំតិចមកនេះយើងអាចធ្វើការប្រិយវាធំមែនអញ្ចឹងមកអញ្ចឹងយើង focus តាមប្តីរបស់គាត់នេះគាត់ដើរមកប្រពន្ធគាត់អញ្ចឹងណាយើងអាចធ្វើការប្រិយវាអញ្ចឹងមកអូខេហើយបន្តមកទៀតដល់គ្នាធ្វើការ add ជាមួយនឹងរូបវងបានរូបវងពណ៌ក្រហមណាដែលគេហៅថា cycle ហ្នឹងបាទនេះបាទរូបវងពណ៌ក្រហមនេះអូខេអញ្ចឹងឥឡូវដល់គ្នាអាចធ្វើការ add យើងអាច add sticker បន្ថែមមកហ្នឹងឥឡូវយើងខ្ញុំ add ជាមួយរូបនេះរូបវងមូលពណ៌ក្រហមនេះយើងចុចយកអូខេមកក្រោមមកអញ្ចឹងរូបនេះវាជាប់ជាមួយនឹង PNG
រូបយើងត្រូវតែការ remove វាចេញអញ្ចឹងយើងចូលកន្លែងគេថា remove BG យកគេថា auto remove ចឹងនៅពេលដែលយើងចេះ auto remove វានឹងធ្វើការ remove ជាមួយនឹង PNG ហ្នឹងហើយឥឡូវអាចតែការបន្ថែមម្ចាស់គេបន្ថែមហ្នឹងហើយឲ្យការតម្លើងបន្តិចមកហើយយើងធ្វើការមើលវីដេអូយើងឃើញបរិះហ្នឹងទៅគាត់ដើរមកហៅប្រពន្ធគាត់ចឹងអញ្ចឹងយើងត្រូវការដាក់រូបហ្នឹងឲ្យយើងដាក់ focus លើរូបប្តីរបស់គាត់ចឹងដែរ ให้กับไลฟ์วิดีโอนั้นยังไงแต่การแอดจมูกหนึ่งแอนิเมะประธานว่าจะโยอะไรเป็นแต่แอนิเมชันใช้ยังโยเป็นแต่เบสิกยังไงโยแอนิเมะมุ้ยแต่ยังไงโยซูมทูนี่กับบ้านนี่ยังโยซูมทูนะโอเคดังนี้ก็ยังเฟิร์แบบแรงนั่นจังนะบ้านยังแบบชี้ยังการคอนวิดีโอนั้นกับออยวิดีโอจีตำรงวิดีโอดำจังทำไมกัด copyright หรือมาก่อแต่ตัวเหมือนวิดีโอรีวิวคอนเทนต์มันได้โอเคเราจะโจมเราคลิปตัวยังไงแต่การกายคอนตามนังเก็ตสเตย์จังยังโจคลิปดีปีนี่มั้งจังหลายคลิปดีปียังไงแต่การสูงมีโจลิก็เนี่ยยังไงคีย์เฟรมหลายมุ้ยยังโยคีย์เฟรมมุ้ยให้ประตอมที่ยังแต่การปริวิดีโอนั่ง The rice. Suddenly, her husband came out, eager to help her. He was such a good man. What would happen next? bạn đang hái cho ra thì tốt cái ai cho cả em chỉ muốn là so để mà ai bên lột lời video phăng dướng nè chứ là mấy bạn là nên chơi từ lời slide video phăng dướng nó tôi mà tiết dân cho từ lời dân chơi từ lời beta thế cho beta audio caption chơi từ lời beta generate chắc là beta generate bên thằng cả chỉ muốn là so để mà lột lời video phăng dướng màu hay là số nha cho cả chỉ muốn template bật hai mới dân cho lại beta template rồi dân ai chơi được font template để dân cho bạn hay cái font số đấy cho ai chơi dân ai cái can đại bên lửa mà để ông phải làm lửa mà ok chẳng có to bị dân thằng cả add so bạn đang hái dân ai cả chỉ muốn là sound effect ประทายมันโอเคจังสำหรับ sound effect เนาะเนี่ยจะการโจทย์กันก่อนมั้งให้ประตอบไปได้ยังเสิร์ชจะเลยไปทางmy instant เนี่ยยังโยเว็บยังโย sound effect เว็บไซต์นั่นมั้งที่นั่นไปยังโจมาเว็บไซต์นั่นมี sound effect เชิญมันแต่ยังจะการสะสมบ้านให้สำหรับ sound effect เดี๋ยวยังจังโยมาด่าในក្នុងវីដេអូនេះยังโยมาตัดใบที่น่ะគ្នាទី1គឺនេះគឺវាញបំនេះยังไงการ download sound effect មួយហ្នឹងមកយើងចុចទៅលើអក្សរហ្នឹងមកយើងយកពាក្យថា download mp3 ហើយមួយទៀតគឺ sound effect ចាត់តងនេះគឺ sound effect ឈ្មោះថា ding យើងយក sound effect ding ហ្នឹងមកហើយមួយទៀត sound effect មានឈ្មោះថា artwork នេះយើងយក sound effect ហ្នឹងមកចឹងអ្នកនេះត្រូវធ្វើការមើលវីដេអូយ៉ាងណាចឹងណាកន្លែងណាដែលយើងត្រូវធ្វើការ add sound effect ចូលចឹងយើងអាចទៅការមើលវីដេអូហ្នឹងមកនេះចឹងខាងលើនេះអាចទៅការ add sound effect នេះឈ្មោះថា ding នេះយើងអាច add sound effect ding នឹងចូលមកអូខេអ្នកនេះចឹងសម្រាប់ការកាត់តវីដេអូបែបហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកនេះឥឡូវយើងនឹងធ្វើការដាក់វីដេអូហ្នឹងឲ្យអ្នកគ្នាមើលការយើងកាត់ហ្នឹងវាមានលក្ខណៈបែបម៉េចហើយវីដេអូហ្នឹងវាមានទម្រង់បែបម៉េចចឹងណា This woman was pouring water from a pot after she finished washing the rice. Suddenly, her husband came out, eager to help her. He was such a good man. What would happen next? โอเคนักเรียนจังนักเรียนประกอบจะบ้านคืนวิดีโอเดี๋ยวมันประกาศกลับนั่งให้บ้านคือยังกลับบ้านแบบกันนั่นจังนะสมัยวิดีโอนั่นคือยังกระทำอะไรในประบาได้บ้านคือยังขอนะโยวิดีโอมาไปติ๊กต็อกมั้งไปติ๊กต็อกได้คือยังมาลองไงนั่นมาคือจังเป็นยังวิดีโอเชิญจังให้เมื่อมาเตอร์นับเนี่ยเมื่อเตอร์เป็นจัดวิดีโอไม่นะยังประกาศดันโหลดวิดีโอนั่งมาให้ประตูไม่ได้ยังโยวิประกาศให้การตามตำรงได้ยังมันประกาศแผนหนอกคะแนนจังนะโอเคนักเรียนจังสมัยวิดีโอนั่นคือมีแต่ปนนั่งให้บ้านให้สนับให้จะได้ก่อนเป็นจัดวิดีโอวันนี้กำลังจะการช่วยไลค์ให้ subscribe ได้รูปเสียงกระดังเงี้ยมันนั่งให้พ่อมา